នេះគឺជាសកម្មភាពដែលខ្ញុំបានខ្លាចវិជាសិស្សនិស្សិតឆ្នាំទី1តែបើក្បាលវីដេអូមករៀងវែកវល់តិចហើយប៉ុន្តែនិយាយសពទៅវីដេអូមួយនេះគឺសប្បាយខ្លាំងមែនតើហ្មងអ្នកទាំងគ្នាមានសកម្មភាពជាច្រើនខ្លាំងមែនតើនិយាយទៅតាំងពីថ្ងៃរហូតដល់យប់ហ្មងហើយនេះគឺជា outfit របស់ខ្ញុំដែលខ្ញុំទៅរៀនថ្ងៃហ្នឹងរៀងស្លេងតិចហើយអ្នកទាំងគ្នាមានចាប់អារម្មណ៍អត់ខ្ញុំទៅរៀនពេលល្ងាចទេមិនបើខ្ញុំត្រូវជិះម៉ូតូ5ថ្ងៃ5អីកដាថ្ងៃចាស់នេះអូយនិយាយសពទៅយើងត្រូវតែ relax ខ្លួនឯងឲ្យបានច្រើនយើងត្រូវតែស្រឡាញ់ខ្លួនឯងឲ្យបានច្រើននេះអញ្ចឹងណាគឺជាថ្ងៃនេះអញ្ចឹងគឺជាថ្ងៃដែលខ្ញុំត្រូវចូលរៀនសាកលវិទ្យាល័យថ្ងៃទី1ប៉ុន្តែខ្ញុំត្រូវតែសាក់ថ្មជីវិតខ្លួនឯងអញ្ចឹងណាថ្ងៃនេះខ្ញុំមួយពួកម៉ាក់របស់ខ្ញុំគឺបានមកមើលកូនជុំគ្នាអីចឹងទៅដោយសារតែអូយយើងខានមើលកូនជុំគ្នាយូរហើយតាំងពីចាប់ទី12មកគឺមិនដែលបានជួបគ្នាហ្មងទេតាមមើលចាក់ស្ដែងទៅគឺវាអញ្ចឹងមែនតែដល់គ្នាឥឡូវនេះខ្ញុំបានជួបអារម្មណ៍មួយហ្នឹងហើយរបៀបថាយើងបែកពីទី12មកគឺមួយពួកម៉ាក់យើងគឺបើទោះបីជាមិនអីមិនគឺយើងអត់សូវបានជួបគ្នាហើយបើសិនជាបានជួបគ្នាវិញគឺថាអត់ជុំគ្នាអីអញ្ចឹងណាដល់គ្នារបៀបថាម្នាក់ទៅម្នាក់អត់អីចឹងទៅអញនិយាយបានថាឧទាហរណ៍ថាបើលើកមុនយើងដើរលេង10នាក់ទៅពេលឥឡូវយើងនៅសល់តែ5នាក់អីចឹងណាថ្ងៃនេះផងដែរគឺខ្ញុំបានមកមើលរឿងព្រាយកាន់អ្នកទាំងគ្នាដែរផលិតដោយកូនខ្មែរយើងផ្ទាល់តែម្ដងហើយតួសម្ដែងយើងក៏ខ្មែរដែរហើយថ្ងៃនេះគឺពួកគាត់បានចុះមកផ្ទាល់ដើម្បីមកចែកសម្បត្តិឲ្យអញ្ចឹងណាក៏ពួកខ្ញុំមើលជុំគ្នាមួយពួកម៉ាក់ទៅពួកម៉ែឆាញ់សឹងអីចុះពី2ហូបមែនបងអូអូខ្ញុំនិយាយមែនតែដល់គ្នារឿងដែលកូនខ្មែរយើងបង្កើតឡើងមកឥឡូវនេះហាគឺល្អមើលច្រើនខ្លាំងមែនតើហ្មងអញ្ចឹងតែដល់គ្នាកុំភ្លេចជួយ support រឿងកូនខ្មែររបស់យើងផងបន្ទាប់ពីពួកខ្ញុំបានមើលកូនអីហើយក៏ពួកខ្ញុំបានចេញមកខាងក្រៅវិញហើយបន្ទាប់មកក៏យើងបានចូលបន្ទប់ទឹកបាត់ដៃបាត់ជើងអីមកផ្លែតសិនអញ្ចឹងណាក៏រៀបធ្វើដំណើរទៅសាលារៀនតែម្ដងសាកលវិទ្យាល័យដែលខ្ញុំបានមករៀននេះហាគឺនៅចិត្តផ្ទះខ្ញុំខ្លាំងមែនតើដល់គ្នាបើថាជិះទៅត្រឹមតែ 3-4 នាទីគឺបានមកដល់ហើយសាកលវិទ្យាល័យដែលខ្ញុំបានមករៀននេះគឺដែលមានឈ្មោះថាសាកលវិទ្យាល័យអន្តរជាតិគេទៅតែប្របែកសាខាមកបើកនៅសៀមរាបអញ្ចឹងណាអញនិយាយបានថាខ្ញុំគឺជានិស្សិតឆ្នាំទី1ថ្មីហ្មងណាដល់គ្នាខ្ញុំកាំងខ្លួនឯងខ្លាំងមែនតើហ្មងទៅរៀនថ្ងៃទី1ហើយទៅរៀនទៀតហើយទៅរៀនលេតហើយអត់ដឹងថាខ្លួនឯងរៀននៅណាទេហើយតើឲ្យបងស្រីគាត់ជូនខ្ញុំទៅអញ្ចឹងណាហើយអ្វីដែលខ្ញុំនឹកស្មានដល់ហើយខ្ញុំកាំងខ្លាំងមែនតើមកតែគាត់ដឹងអីអត់គឺខ្ញុំមានជាមួយនឹងការកាត់ជាប្រធានថ្នាក់សាជាថ្មីហើយកាលពីថ្នាក់ទី12ខ្ញុំមួយពួកម៉ាក់របស់ខ្ញុំហ្នឹងគឺកាត់ជាប្រធានថ្នាក់និងអនុប្រធានដល់ពេលឥឡូវចូលមកដល់សាកលវិទ្យាល័យហើយពួកខ្ញុំក៏នៅតែជាអនុប្រធាននិងប្រធានថ្នាក់ដដែលទៀតខ្ញុំនិយាយមែនខ្ញុំចង់ទៅ start តអាយ៉ាមាត់ហ្មងហើយពួកយើងបានរៀនហើយឥឡូវនេះក៏ដល់ម៉ោងសម្រាប់ហើយអ្នកតាគ្នាហើយក៏ពួកខ្ញុំបានចុះទៅខាងក្រៅវិញដើម្បីយើងទៅទិញអីញ៉ាំជុំគ្នាអញ្ចឹងណាតែម្នាក់នៅពេលដែលចូលក្នុងរោងកុនហ្នឹងគឺអត់បានញ៉ាំអីច្រើនទេដល់ពេលអញ្ចឹងទៅរៀងហេវខ្ញុំក៏បានចេញទៅខាងក្រៅដើម្បីទៅទិញអីញ៉ាំតែម្ដងខ្ញុំនិយាយមែនតែគ្នាពួកម៉ាក់របស់ខ្ញុំនេះហើយមានអារម្មណ៍ថាដូចជាសិស្សថ្នាក់ទី7ទី8ដល់អត់មានសមជាសិស្សនិស្សិតអីមិនតិចសោះហ្មងតែពីពួកខ្ញុំបានទិញនំទិញអីហើយក៏ពួកខ្ញុំបានឡើងទៅខាងលើថ្នាក់វិញតែដោយសារតែម៉ោងអត់ទាន់ដល់ម៉ោងដែលពួកខ្ញុំត្រូវចូលអញ្ចឹងហើយពួកខ្ញុំបានសម្រេចចិត្តថាពួកខ្ញុំគឺទៅអង្គុយលេងនៅអាវេរ៉ង់ដាអីនៅមុខសាលានោះហើយណាតែគ្នាមិនមែនអង្គុយស្រួលបួលអង្គុយសត្វទៅលើអាធ្នើស្អីគេនិយាយថាធ្វើធ្លាក់ទៅបណ្ដោយតពីសម្រាប់15នាទីហើយក៏ពួកខ្ញុំបានចូលមកក្នុងថ្នាក់ដើម្បីយើងរៀនតវិញវាអត់ទាន់បានប៉ុន្មានទេតែគ្នាគឺដាច់ភ្លើងនិយាយមែនថ្ងៃទី1នេះហើយគឺ special ខ្លាំងមែនតើហ្មងដូចចូលក្នុងក្លឹបគិតថាទៀតប្រហែលជាចូលដល់សាកលវិទ្យាល័យយើងអាចនឹងរៀងធូរស្រាលឬក៏អីចឹងណាតែគ្នាដល់ពេលចូលមកនេះអាចាប់កងចាប់អីនេះអូខ្ញុំហត់ខ្លាំងមែនតើហ្មងថ្ងៃហ្នឹងគ្រាន់តែធ្វើឈ្មោះខ្ញុំហ្នឹងឡើង2ដងខ្ញុំមិនមែនខ្ញុំឆ្លើយនឹងចង់ឈ្មោះឥឡូវនេះគឺខ្ញុំបានចេញពីរៀនហើយអ្នកទាំងគ្នាគឺខ្ញុំចេញពីរៀនគឺម៉ោង9:15នាទីទៅនៅសាលារបស់ខ្ញុំគឺចេញខុសពីគេហ្មងដោយសារសាលាគេហ្នឹងគេចេញម៉ោង9ហើយពេលខ្ញុំចេញម៉ោង9:15នាទីហើយបន្ទាប់មកគឺខ្ញុំបានធ្វើដំណើរទៅផ្ទះវិញពេលដែលខ្ញុំមកពីរៀនឬក៏ខ្ញុំមកពីធ្វើការវិញគឺខ្ញុំតែមកប្រើប្រាស់ម៉ាស់ស្លឹកជាប្រចាំហ្មងហើយម៉ាស់ស្លឹកដែលខ្ញុំប្រើប្រាស់ជាប្រចាំណាដែលមានឈ្មោះថាយ៉ាងស៊ូម៉ាស់គឺជាប្រភេទម៉ាស់ដែលផលិតនៅប្រទេសកូរ៉េសុទ្ធ 100% ត្រូវមែនតើសម្រាប់បងប្អូនទាំងគ្នាដែលមានបញ្ហាមុខដូចជាមុខខ្មៅស្អាតមុខរោលមានមុនមុខឆាប់ប្រតិកម្មជាមួយនឹងពន្លឺនិងកម្ដៅព្រះអាទិត្យខ្ញុំផ្ទាល់តែម្ដងអ្នកទាំងគ្នាគឺខ្ញុំតែងតែចេញទៅក្រៅម្ដងគឺខ្ញុំតែងតែ make up ជាប់ជាប្រចាំហ្មងមិនថាទៅរៀនឬក៏ទៅធ្វើការទេការគេងរបស់ខ្ញុំក៏អត់គ្រប់គ្រាន់ហើយរបបអាហាររបស់ខ្ញុំក៏អត់ល្អដែរដូចជារបស់ហឹលរបស់ផ្អាប់អីចឹងអ្នកទាំងគ្នាចឹងហើយគឺបានធ្វើឲ្យមុខខ្ញុំនឹងគឺបាត់បង់ជាតិទឹកហើយជាពិសេសគឺឡើងមុនឡើងរហូតអត់ឈប់ហ្មងតែខ្ញុំនៅតែអត់បារម្ភទេអ្នកទាំងគ្នាដោយសារតែខ្ញុំគឺតែងតែប្រើប្រាស់ជាមួយនឹងម៉ាស់យ៉ាងស៊ូជាប្រចាំហ្មងដោយសារតែម៉ាស់នេះត្រឹមតែជាម៉ាស់ធម្មតាទេគឺបូកផ្សំជាមួយនឹង collagen ផងដែរហើយស្បែកមុខរបស់ខ្ញុំគឺសភ្លឺថ្លាបាត់រោលបាត់មុនហើយមិនតែប៉ុណ្្នឹងអ្នកទាំងគ្នាបន្ថែមនិយាយពីស្នាមវិញគឺបាត់ដូចគេបេះហ្មងហើយម៉ាស់មួយនេះគឺមានសមត្ថភាពនៅក្នុងការបង្រួមរនរោមដែលរីកធំជួយបឺតជាតិពុលចេញពីស្បែកមុខឆានការរលាកផ្សេងៗពីពន្លឺនិងកម្ដៅព្រះអាទិត្យជាពិសេសម៉ាស់មួយនេះគឺផ្ដល់ជាតិទឹកទៅកាន់ស្បែកមុខគឺបានល្អខ្លាំងមែនទែនមកអ្នកទាំងគ្នារបៀបនៃការប្រើប្រាស់គឺស្រួលខ្លាំងមែនទែនដែលគ្រាន់តែអ្នកទាំងគ្នាប្រើប្រាស់ជាមួយនឹងម៉ាស់នេះគឺបិទលើផ្ទៃមុខរយៈពេល15នាទីហើយនៅពេលដែលអ្នកទាំងគ្នាបកចេញមកគឺឃើញប្រសិទ្ធភាពភ្លាមៗតែម្ដងទទួលបានស្បែកមុខមួយដែលមានសុខភាពល្អសម្បូរដោយជាតិទឹកជាពិសេសគឺកាត់បន្ថយស្នាមគឺបានលឿនខ្លាំងមែនទែនអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់បានជាមួយនឹងម៉ាស់ដែលមានគុណភាពម៉ាស់ដែលបិទទៅល្អជាប្រចាំហើយបោះកូរ៉េសុទ្ធ 100% អ្នកទាំងគ្នាអាចប្រើប្រាស់ជាមួយនឹងម៉ាស់យ៉ាងស៊ូនេះបាន